នៅលើលោកយើងនេះនរណាក៏ធ្លាប់មានកំហុសគ្មាននរណាល្អ100%ទេជាពុទ្ធជនតែងភ្លាត់ស្នៀតសាងកំហុសខ្លះមិនខានបើខុសត្រូវហ៊ានទទួលកំហុសសូមអភ័យទោសពីគេហើយតាំងចិត្តកែប្រែទម្លាប់កិច្ចកែឬលាក់បាំងអ្វីមិនជារឿងល្អទេកំហុសចាត់ទុកជាមេរៀនតែកុំឲ្យខុសដដែលព្រះពុទ្ធទ្រង់ចាត់ទុកអ្នកចេះកែប្រែកំហុសជាបណ្ឌិតជនទាំងឡាយលើសកលលោកទាំងមូលតែងតែមានកំហុសគ្រប់រូបគ្រប់គ្នាតែជនទាំងឡាយនោះតែងប្រែកែគំនិតរបស់ពួកគេរៀងខ្លួនឲ្យមកល្អវិញហើយចាត់ទុកកំហុសនោះគឺជាបទពិសោធន៍និងជាមេរៀនក្នុងឆាកជីវិតកំហុសគឺជាការដែលធ្វើឲ្យយើងអាចដឹងពីសមត្ថភាពនិងគុណភាពដែលយើងមាននៅក្នុងខ្លួនកំហុសអាចធ្វើឲ្យយើងមានភាពដឹងថាយើងល្អឬមិនល្អកំហុសគឺជាគ្រូដែលបង្រៀនឲ្យយើងចេះតស៊ូមិនចុះចាញ់កំហុសគឺមិនមែនជារឿងអាក្រក់អ្វីមួយទេគ្រាន់តែមនុស្សគ្រប់រូបតែងតែមានកំហុសគ្រប់គ្នាមិនថាកំហុសតិចឬច្រើនតែបើយើងមានកំហុសយើងត្រូវទទួលដឹងឮថាយើងធ្វើខុសយើងកុំគេចវេះពីកំហុសដែលយើងធ្វើឲ្យអ្នកដទៃគេក្តៅក្រហាយនិងបាត់ប្រយោជន៍ចំពោះយើងហើយយើងចាត់ទុកថាកំហុសមួយថ្ងៃនេះជាគ្រូជាមេរៀនសម្រាប់ទៅថ្ងៃខាងមុខបើយើងធ្វើខុសថ្ងៃនេះម្ដងយើងនឹងកែប្រែវាឲ្យមកល្អត្រឹមត្រូវក្នុងថ្ងៃស្អែកតែបើយើងបាក់ទឹកចិត្តនៃការធ្វើខុសជារឿយនោះយើងមិនទទួលបានបទពិសោធន៍នៅក្នុងជីវិតទេទើបយើងម្នាក់ត្រូវតែកែប្រែកំហុសដែលយើងធ្វើខុសឲ្យមកល្អហើយកុំមានភាពអន់ចិត្តចំពោះខ្លួនថាខ្លួនធ្វើមិនល្អដូចគេដទៃអ្នកដទៃក៏ធ្លាប់ជាមនុស្សដែលមានកំហុសយើងក៏ធ្លាប់ជាអ្នកមានកំហុសមនុស្សទាំងឡាយលើលោកមិនដែលមានអ្នកណាគ្មានកំហុសទេតែកំហុសរបស់អ្នកទាំងនោះមានស្រាលនិងមានតិចទៅតាមទង្វើដែលអ្នកទាំងនោះបានធ្វើបើយើងអន់សុគន្ធចិត្តនឹងកំហុសយើងមិនអាចឈានទៅមុខបានឡើយរឿងណាដែលកន្លងហួសទៅហើយអនុញ្ញាតឲ្យវាចាក់ចេញពីអ្នកទៅគុំសូវរលឹកនឹករវាអីនាំតែធ្វើឲ្យយើងក្តៅក្រហាយក្នុងចិត្តស្អិតទ្រូងទេយកវាជាបទពិសោធន៍តែគុំដាក់ច្រវាក់ខ្នោះខ្នៀងខ្លួនឯងដូចជាប់ក្នុងគុកអតីតកាលអនាគតភ្លឺស្វាងរឹងចាំអ្នកបើអ្នកសម្រេចចិត្តចាប់ផ្ដើមសារជាថ្មីជីវិត
យើងនឹងមានពន្លឺដូចជាព្រះអាទិត្យដែលទើបនឹងរះយើងត្រូវឈោងចាប់នៅក្តីស្រមៃដែលយើងចង់បាននៅថ្ងៃខាងមុខយើងធ្វើខុសក្នុងថ្ងៃនេះយើងក៏ចាត់ទុកជាការងារដំបូងដែលយើងបានធ្វើសេចក្តីមិនល្អដំបូងដែលយើងបានធ្វើតែទៅថ្ងៃមុខថ្ងៃក្រោយទៀតយើងនឹងបានល្អជាងមុននិងប្រសើរជាងមុនសូមអនុមោទនា